ចឹងណាវាយណៃយកម៉ូតូណៃទៀតអូកាត់នេះប្លន់ចឹងយកម៉ូតូទៅបាត់ហ្មងខ្ញុំម៉ូតូមកអីអូសងត្រេមសុន25ហ្មងមានផ្លាកលេខអូនផ្លាកលេខបានផ្លាកលេខកំពង់ចាមភេម៉ូតូអាសង025ពាក់ផ្លាកលេខកំពង់ចាម1 AF 646និង75បងប្អូនเอาវាមកវាវាយខ្ញុំយកហ្មងវាយយកហ្មងគ្នាគេជិះគ្នាម្នាក់ច្រើនណាស់ซื้อស្គាល់ហើយប្រហែលម៉ូតូ10តូហ្នឹង10ម៉ូតូហើយណាជិះម៉ូតូគ្នា3នាក់ជិះម៉ូតូម៉ែគេសងត្រេមសុន25សងត្រេមសុន25បាទហើយម្ដងវាមានស្រែកអីអត់ស្រីវាថាវាជីប្រយ័ត្ននេះទៅឃើញមកវាបកវិញមកវិញស្រេចដើទៅដាក់ទៅក៏វាយណៃហ្មងបាទដាក់ខ្ញុំប្រើ2សារកបាត់2សារកបាត់មានដែរមានតំណោះមានអីមកគេអត់ធ្វើការម៉ោង1ចេញរហូតហ្នឹងអញ្ចឹងធ្វើការចិនខាងចំភៅបាទខាងកូនកបាត់ទៅចិនអត់ដែរដើរលេងទេយូរដើមម្ដងដើរចំថ្ងៃនេះទៀតគេវាយយកដល់ហ្នឹងថាណោះទៅចាក់សាំងនេះណោះនេះចាក់សានេះមុននឹងពេលវាយយើងមុនពេលធ្វើកម្មភាពហ្នឹងមានស្រែកមានអីអត់អន់វាដល់ស្ងាត់នៅពីក្រោយមកថាខ្ញុំឈប់នេះឈប់ចាំអានេះចាក់សាវាទៅនេះវាយ៉ាងទៅយកលុយទៅលេងមកវិញហ្នឹងហើយមកវិញថាចូលចាក់សាំងខ្ញុំឈប់ទៅហ្នឹងចាំវាមកវាដាក់ខ្ញុំចូលដល់ចូលមើលជួយណាខ្ញុំឈប់នោះឈប់នោះតែខ្ញុំឃើញវាបត់មកច្រើនពេកខ្ញុំថាខ្លាចគេកាប់ប្លន់ខ្ញុំជីទៅតែវាសាប់ដួលនេះកន្លែងហ្នឹងហ្មងដួលកន្លែងហ្នឹងហ្មងបាទលើកទៅហ្នឹងដួលហ្នឹងលើកម៉ូតូទៅហ្មងបាទហើយអត់ឲ្យត្រូវបានអីបានចឹងមិញ2សារកបាត់ហ្មង2សារកបាត់អូនៅស្នាមចុះខ្នងបងប្អូនបាទស្នាមឡើងប៉ោងហីបងប្អូនដៃដែរអូចឹងវាយត្រូវណៃម្នាក់បាទចុះ2នាក់ទៀតវាហត់ផត់អូហត់ផុតហ៎បាទខ្ញុំដក30តូតជាប់នៅកណៃម្នាក់ឯងជាប់នឹងម៉ូតូបងប្អូនប្រិមិត្តដែលខ្ញុំតាមដានរកការផ្សាយរបស់អង្គភាព TPU ទីក្រុបនៅគណៈវេលាម៉ោង 4:30 នាទីទៀបភ្លឺត្រូវថ្ងៃទី6ខែវិច្ឆិកាឆ្នាំ2025ដែលខ្ញុំបាទ Mr. កំពុងមានវត្តមាននៅតាមបណ្ដោយផ្លូវ182មានមូលដ្ឋាននៅសង្កាត់ទឹកល្អទី2ខណ្ឌទូកករាជធានីភ្នំពេញដែលយើងទទួលបានករណីមានក្រុមជនសង្ស័យចំនួនជាង10ម៉ូតូធ្វើសកម្មភាពវាយបាទទៅលើយុវជនជិះម៉ូតូបាទគ្នា3នាក់ដប់គ្នាក៏បានធាក់បណ្ដូលនៅទីតាំងនៅកន្លែងកាត់ហេតុនេះក៏ឆ្លៀតឱកាសល្អក៏បានប្លន់យកម៉ូតូទៅបានសម្រេចម៉ូតូដែលបានបាត់ទៅគឺម៉ូតូប្រភេទម៉ាកអាសង់ទ្រីមបាទ025ឥឡូវនេះយើងចង់ដឹងព័ត៌មានច្បាស់យើងធ្វើការសាកទល់លើជនរងគ្រោះរបស់គ្នាខ្ញុំជិះចេញពីហាងមកបងថាទៅនាំនេះចាក់សាក់នេះហាត់ទៅចាក់សាក់ហ្នឹងហើយចាក់នេះណាអ្នក3 4នាក់ណាធ្វើដំណើរពីណាទៅណាពីហ្នឹងទៅចូលចាក់សាំងជប់នៅកន្លែងចាក់សាំងហ្នឹងមកវាវាយខ្ញុំយកហ្មងវាយយកហ្មងបាទគ្នាគេជិះគ្នាម្នាក់ច្រើនណាស់ซื้อស្គាល់ហើយប្រហែលម៉ូតូ10តូហ្នឹង10ម៉ូតូហើយណាជិះម៉ូតូគ្នា3នាក់ជិះម៉ូតូម៉ែគេសងត្រេមសុន25សងត្រេមសុន25បាទហើយម្ដងវាមានស្រែកអីអត់ស្រែកវាថាវាជីប្រយ័ត្ននេះទៅឃើញមកវាបកវិញមកវិញស្រែកដើដាក់ទៅក៏វាយណៃហ្មងបាទដាក់ខ្ញុំប្រើ2សារកបាត់2សារកបាត់ហើយបន្ទាប់មកមិនទៀតមានលើកខ្ញុំរត់ខ្ញុំទុកវាឈ្មោះបងរត់ទៅហត់ហើយមិនទៀតអូនខ្ញុំរត់ស្រែកតែចោលបងស្រែកគឺស្រែកចោលអូចឹងណាវាយណៃយកម៉ូតូណៃទៀតអូកាត់នេះប្លន់ចឹងយកម៉ូតូទៅបាត់ហ្មងខ្ញុំម៉ូតូមកអីអូសងត្រេមសុន25ហ្មងមានផ្លាកលេខអូនផ្លាកលេខបានផ្លាកលេខកំពង់ចាមភេម៉ូតូអាសង025ពាក់ផ្លាកលេខកំពង់ចាម1 AF 646និង75បងប្អូនបាទឥឡូវនេះគឺត្រូវក្រុមជនសង្ស័យចំនួនជាង10ម៉ូតូធ្វើសកម្មភាពវាយទៅលើយុវជនមកក្រុមជិះម៉ូតូគ្នា3នាក់ហ្នឹងបាទយកម៉ូតូទៅបានសម្រេចតែម្ដងបងប្អូនបាទឥឡូវនេះបន្ទាប់ពីវាយអនឡាញហើយយកម៉ូតូជិះតាមផ្លូវណាឃើញគ្នាវាច្រើនឃើញឡើងទៅនោះឡើងទៅនេះខ្លះបាទវាមានតាណាទៀតដឹងដែរព្រោះខ្ញុំចូលទៅហៅគ្នាមកដាក់ពីបណ្ដឹងអូចេញធ្វើការមកហ្នឹងតែចេញម៉ោង1នេះពីបណ្ដឹងហើយចឹងនេះបាទមានដែរមានតំណោះមានអីមកគេអត់ធ្វើការម៉ោង1ចេញរហូតហ្នឹងអញ្ចឹងធ្វើការចិនខាងចំភៅបាទខាងកូនកបាត់ទៅចិនអត់ដែរដើរលេងទេយូរដើមម្ដងដើរចំថ្ងៃនេះទៀតគេវាយយកដល់ហ្នឹងថាណោះទៅចាក់សាំងនេះណោះនេះចាក់សានេះមុននឹងពេលវាយយើងមុនពេលធ្វើកម្មភាពហ្នឹងមានស្រែកមានអីអត់អន់វាដល់ស្ងាត់នៅពីក្រោយមកថាខ្ញុំឈប់នេះឈប់ចាំអានេះចាក់សាក់វាទៅនេះវាយ៉ាងទៅយកលុយទៅលេងមកវិញហ្នឹងហើយមកវិញថាចូលចាក់សាំងខ្ញុំឈប់ទៅហ្នឹងចាំវាមកវាដាក់ខ្ញុំចូលដល់ខ្ញុំមើលជួយណាខ្ញុំឈប់នោះឈប់នោះតែខ្ញុំឃើញវាបត់មកច្រើនពេកខ្ញុំថាខ្លាចគេកាប់ប្លន់ខ្ញុំជីទៅតែវាសាប់ដួលនេះកន្លែងហ្នឹងហ្មងដួលកន្លែងហ្នឹងហ្មងបាទលើកទៅហ្នឹងដួលហ្នឹងលើម៉ូតូទៅហ្មងបាទហើយអត់ឲ្យត្រូវបានអីបានចឹងមិញ2សារកបាត់ហ្មង2សារកបាត់អូនៅស្នាមចុះខ្នងបងប្អូនបាទស្នាមឡើងប៉ោងហីបងប្អូនដៃដែរអូចឹងវាយត្រូវណៃម្នាក់ចុះ2នាក់ទៀតវាហត់ផត់អូហត់ផុតហ៎បាទខ្ញុំដក30តូតជាប់នៅកន្លែងម្នាក់ឯងជាប់នឹងម៉ូតូអូចុះម៉ូតូគេយកទៅបាត់អូនចុះសាម៉ូតូចុះម៉ូតូទៀតម៉ូតូដកអត់ទាន់ដកអត់ទាន់តែយើងដឹងដែរយើងដឹងរហូតដល់សាម៉ូតូដែរណាពេលហ្នឹងបងដកដែរតែដកអត់ទាន់ទេអត់ទាន់ក៏វាបានឆ្លៀតឱកាសយកទៅបណ្ដោយបាទបាទបាយព្រឹកគឺវាយទៅលើយុវជនបាទចំនួន3នាក់ដែលជិះម៉ូតូអាសង់ហ្នឹងបាទម្ដងគឺធាក់បណ្ដួលហើយវាយទៅលើបងប្រុសចំនួន2ខ្សែក្បាត់ក៏មកក៏ដកព្យាយាមដកសាម៉ូតូដែរបាទដកអត់ទាន់ក៏បានរត់ទៅតាមផ្លូវនេះរត់តាមផ្លូវនេះចំនួន3នាក់ទាំង3នាក់បងប្អូន
ដល់ពេលហើយជនក្នុងសាច់ឃើញអាកាសល្អគឺលើម៉ូតូយកទៅបាត់តែម្ដងមកគឺឥឡូវនេះបាទសាហាវមិនមែនដំបងហើយស្មានតែករណីបាទក្មេងដំណើរវាយនេះធម្មតាទេតែនេះមិនមែនទេបងប្អូនគឺវាយប្លន់យកម៉ូតូបាទម៉ូតូអាសង់025បាទពណ៌ខ្មៅយកទៅបាត់ស្រមោលឈឹងតែម្ដងគឺនៅនឹងស្តុបសាងសំណង12ផ្ទាល់តែបងប្អូនគឺនឹងរ៉ាសាំងតូតាល់បងប្អូនគឺសូមសមត្ថកិច្ចជួយមើលបងរឿងនេះបាទដោយសារតែឥឡូវនេះគឺបាទសបោអារឿងយុវជនអាក្រុមដើរលេងដើរអីហ្នឹងដើរហើយហ្នឹងបានធ្វើជាសកម្មភាពវាយទៅបាទឆ្លៀតឱកាសគឺយកម៉ូតូបាទនេះហៅករណីវាយប្លន់ទេបងប្អូនមិនមែនករណីវាយក្មេងដំណើរធម្មតាទេបាទគឺសបោខ្លាំងមែនទែនបាទអញ្ចឹងសូមបងសមត្ថកិច្ចជួយមើលក្នុងរឿងនេះផងបាទដោយសារតែឥឡូវនេះគឺក្មេងដំណើរមកទៀតហើយមកក្រុមមករហូតបាទក្នុងថ្ងៃនេះដែរគឺច្រើនក្រុមជិះម៉ូតូប្រសេសប្រសាយពេញផ្លូវតែអត់មានសកម្មភាពទេក្នុងពេលលាម៉ោងនេះគឺមានសកម្មភាពហើយបាទគឺជាង10ម៉ូតូធ្វើសកម្មភាពបាទវាយទៅលើយុវជន3នាក់បាទយកម៉ូតូបានសម្រេចផងដែរបងប្អូនគឺអាសង់025បាទគឺនៅផ្លូវនេះគេហៅផ្លូវ182ដែលនៅចិត្តសំណង12បងប្អូនគឺឥឡូវនេះគឺទៅបាត់ហើយយកម៉ូតូទៅបាត់ហើយវាយលើយុវជនវិញគឺត្រូវបាទតាមខ្សែក្បាត់ចំពេញខ្នងតែម្ដងបងប្អូនសំណាងហើយដែលគាត់បានរត់រួចខ្លួនមកក្នុងអត់វិញនឹងទូសាច់ហើយបាទអាចនឹងអស់ជីវិតទៀតមិនស្រួលបងប្អូនឥឡូវនេះអស់តែម៉ូតូទេបាទហើយរងរបួសស្រាលដោយសារតែគាត់នឹងរត់ទាន់ហើយមុនរត់ហ្នឹងដកសោម៉ូតូទៀតបាទដើមហេតុដំបូងហ្នឹងគឺអាបងប្រុស3នាក់ហ្នឹងគឺធ្វើការបាទជូនមិត្តភ័ក្តិរបស់គាត់ហ្នឹងគឺទៅចាក់សាក់ហើយរចាំមិត្តភ័ក្តិនៅកន្លែងនេះដើម្បីចាំទៅយកលុយមកចាក់សាំងនៅកន្លែងសាំងបាទមកដល់ទីតាំងហ្នឹងក៏បានឈប់ម៉ូតូហើយក៏ឃើញលេចក្រុមជនសង្ស័យរត់ដល់ជាង10ម៉ូតូធ្វើតាមជិះមកអាបងហ្នឹងក៏ដឹងខ្លួនមុនថាគីឡូខ្លាចគេវាយកាត់សាញ់កាត់អីគ្នាខំជិះដល់ទីដល់ចំណុចហ្នឹងបាទធាក់បដួលគ្នាយកម្ដងតែម្ដងនៅកន្លែងនឹងបន្តតែបងប្អូនហើយក៏បានធ្វើសកម្មភាព3ទៅលើគ្នាបាទគឺខាងបងប្រុសយុវជនទាំង3នាក់ក៏បានរត់ទៅតាមផ្លូវនេះបាទហើយឆ្លៀតឱកាសល្អមកសោម៉ូតូនៅនឹងស្រាប់ក៏ក្រុមជនសង្ស័យបាទចំនួន10ម៉ូតូហ្នឹងធ្វើសកម្មភាពជិះម៉ូតូយកតែម្ដងបងប្អូនបាទឲ្យយើងសូមផ្ដាំផ្ញើដល់យុវជនយើងបាទធ្វើការដើរលេងសប្បាយឬមួយក៏យើងដើរលេងអីយើងដើរហូបចុកអីផឹកស៊ីអត់មានអ្នកខាត់ទេបាទកុំដើរមានបកជាបាក់ជាពួកបាទនេះកាត់ឡើងផ្ដើមចេញពីក្មេងដំណើរបាទវាយគេហើយឆ្លៀតឱកាសល្អគឺប្លន់យកម៉ូតូទៅតែម្ដងបងប្អូនបាទគឺសាហាវខ្លាំងមែនទែនតែម្ដងឥឡូវនេះយុវជនហ្នឹងក៏បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍សង្កាត់រដ្ឋបាលសង្កាត់ទឹកល្អទី2ហើយនៅខណ្ឌទូកកយើងហ្នឹងឥឡូវនេះយើងចាំមើលសមត្ថកិច្ចធ្វើការបង្ក្រាបបាទគាត់មិនឲ្យក្មេងដំណើរក៏ដូចជាក្រុមដែលធ្វើសកម្មភាពវាយប្លន់យកម៉ូតូគេហ្នឹងទៅបានសុកស្រួលទេបាទបងប្អូនដឹងហើយមួយរយៈនេះគឺសមត្ថកិច្ចធ្វើការបង្ក្រាបលឿនខ្លាំងមែនទែនតែម្ដងបាទយើងចាំមើលមុខថាយុវជនមួយក្រុមដែលជិះគ្នាជាង10ម៉ូតូហ្នឹងធ្វើសកម្មភាពវាយប្លន់យកម៉ូតូគេនេះមុខយ៉ាងម៉េចបាទចាំមើលពេលចុកនោះបាទរូបរាងគាត់មុខគាត់យ៉ាងម៉េចបាទយំសោកបោកខ្លួនយ៉ាងម៉េចដឹងហើយបងប្អូនបាទអរគុណណាស់ប្រិមិត្តនេះគ្រាន់តែជាព័ត៌មានបឋមដែលខ្ញុំទទួលបានពីទីតាំងនៅកន្លែងកាត់ហេតុតែប៉ុណ្ណោះព័ត៌មានលម្អិតយ៉ាងណាទៀតយើងនឹងធ្វើការអាប់ដេតនៅពេលក្រោយនៅកណ្ដាប់នេះខ្ញុំបាទ Mr. ដោយរួមអង្គភាព TP News ក៏សូមអរគុណនិងសូមគោរពលា